អ្នកដែលកើតឆ្នាំចអ្នកដែលកើតឆ្នាំកុលអ្នកដែលកើតឆ្នាំមមែគឺរាសីឡើងខ្លាំងអញ្ចឹងអ្នកដែលកើតឆ្នាំចកុលមមែនឹងរាសីឡើងខ្លាំងនៅថ្ងៃទី5ខែមករាឆ្នាំ2020ប្រហែលកូនចាំង26បាទអញ្ចឹងអបអសាទរណាអញ្ចឹងអ្នកដែលកើតឆ្នាំទាំង3មានមមែមានចមានកុលហ្នឹងគឺបាទមមែកុលហើយនឹងចហ្នឹងគឺរាសីឡើងបាទអញ្ចឹងអ្នកដែលកើតឆ្នាំចកុលមមែហ្នឹងគឺរាសីឡើងខ្លាំងនៅថ្ងៃទី5ហ្នឹងអញ្ចឹងកិច្ចការងារជំនួយជួញដូរមុខរបររកស៊ីអីហ្នឹងគឺកាក់កបជោគជ័យរីកចម្រើនហើយបងប្អូនចូលមកខមមិនទៀតថាលោកគ្រូខ្ញុំឆ្នាំមមែមិញនេះគាត់សួរខ្ញុំមមែមិនក៏បានរាសីឡើងហើយខ្ញុំអត់ទាន់បានហេងអីអញ្ចឹងវារៀងសើចមកពីសើចហ្នឹងមកពីសើចហ្នឹងបានរាសីវាមកឡើងហ្នឹងណាអញ្ចឹងមកខ្ញុំអំពាវនាវថាខ្ញុំថាបើលៀបជ័យវាប្រងទៅចូលហើយយកមិនបានមកពីសើចយើងលៀងសើចចេញទៅយើងលៀងសើចចេញទៅយើងហេងមកវិញហើយអញ្ចឹងលេងអីហ្នឹងណាអ្នកដែលដឹងខ្លួនឯងថាលៀបពីចូលមកដែរមិនមែនថាមិនអោយណាទេវតាលោកប្រទានឲ្យដែរប៉ុន្តែអញយកមិនបានគឺមកពីអញវាសើចអញ្ចឹងយើងលៀងសើចចេញទៅគឺមានរបៀបនៅក្នុងការលៀងសើចរបស់យើងតាបាទហើយអញ្ចឹងនៅក្នុងឆ្នាំ2026បាទហើយជាពិសេសថ្ងៃទី5ថ្ងៃចាំទី5ខែមករាហ្នឹងអ្នកដែលកើតឆ្នាំដែលឆុងគឺមាន2ឆ្នាំអញ្ចឹងថោះនឹងរកាត្រូវមានការប្រុងប្រយ័ត្នហើយអ្នកដែលកើតឆ្នាំចកុលមមែគឺរាសីឡើងខ្លាំងអញ្ចឹងអ្វីគ្រប់យ៉ាងនឹងល្អអញ្ចឹងអ្នកដែលបានឃើញនៅវីដេអូនេះលោកអ្នកត្រូវ comment នៅលេខសំណាងលេខ758ចំណែកពណ៌សំណាងគឺយើងប្រើពណ៌ដីបាទសម្រាប់ថ្ងៃនេះបាទជារួមណាចឹងថ្ងៃល្អប៉ុន្តែហាមដាច់ខាត់វាយកំតិចហើយនឹងកាប់រំលំចឹងវាយកំតិចបានថាយើងវាយអាគីវាយសំណង់អីយើងផ្ដួលអត់បានទេអាចមានវិជាឥទ្ធិពលទៅដល់អ្នកវាយហ្នឹងហើយការរំលំដើមឈើក៏អាចមាននៅរឿងអាក្រក់កើតឡើងដែរចឹងក៏បងប្អូនត្រូវមានការប្រុងប្រយ័ត្នបន្តិចណាបងប្អូនណាបាទអ្វីដែលជាខ្ញុំណែនាំនេះបាទចឹងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តិចបាទ